ស្ថានភាពនេះគឺជាស្ថានភាពដែលកម្ពុជាត្រូវតែរកភាពរឹងមាំដោយខ្លួនឯងបាទសូមគោរពជម្រាបសួរបងប្អូនទាំងអស់គ្នាជួបខ្ញុំប្រធានម្ដងទៀតហើយនៅពេលនេះផងដែរខ្ញុំសូមនាំអារម្មណ៍បងប្អូនទាំងអស់គ្នាឲ្យបានស្វែងយល់ខ្លះៗអំពីកម្ពុជាយើងតែម្ដងប្រហែលជាបងប្អូនទាំងអស់គ្នាដែលអ្នកដែលតែតាមដាននិយមតាមដានស្ដាប់នៅព័ត៌មានទាក់ទងជាមួយនឹងបញ្ហាកម្ពុជាក៏ដូចជាបញ្ហាថៃបងប្អូនទាំងអស់គ្នាបានដឹងហើយថាបន្តអំពីមានបញ្ហាចំនួនជាមួយនឹងប្រទេសថៃកម្ពុជាយើងតែងតែទទួលរងនៅការប្រមាថក៏ដូចជាការដាក់គំនាបជាច្រើនអំពីសំណាក់ប្រទេសថៃតែម្ដងតាក់ទងជាមួយនឹងការបិទច្រកចេញចូលដោយឯកតោភាគីពីសំណាក់ប្រទេសថៃការគម្រាមនៅក្នុងការកាត់ផ្តាច់នៅប្រព័ន្ធអ៊ីនធឺណិតមកលើកម្ពុជាការកាត់ផ្តាច់នៅប្រព័ន្ធភ្លើងមកលើកម្ពុជាជាដើមដែលទាំងអស់នេះវាគឺជាគំនាបមួយដែលប្រទេសថៃគេតែងតែគិតថាកម្ពុជាយើងនឹងទទួលរងនៅផលលំបាកយ៉ាងខ្លាំងប្រសិនណាបើមិនមានការផ្គត់ផ្គង់នៅប្រព័ន្ធអ៊ីនធឺណិតក៏ដូចជាទឹកប្រព័ន្ធអ៊ីនធឺណិតក៏ដូចជាភ្លើងមកលើកម្ពុជាយើងនោះទេក៏ប៉ុន្តែអ្វីដែលជាការឆ្លើយតបរបស់កម្ពុជាបានកាត់ផ្តាច់ហើយបានប្រើប្រាស់នៅភ្លើងដោយខ្លួនឯងជាពិសេសទៅជាមួយនឹងប្រព័ន្ធអ៊ីនធឺណិតតែម្ដងទាំងអស់នេះវាសបញ្ជាក់ឲ្យឃើញថាការមើលងាយគឺជាការគម្រាមកំហែងពីសំណាក់ប្រទេសផ្សេងមកលើកម្ពុជាវាពិតជាបានសបញ្ជាក់ឲ្យឃើញថាកម្ពុជាយើងកំពុងតែមានភាពរឹងមាំដោយខ្លួនឯងមានភាពរឹងមាំដោយសារតែយើងឆ្លើយតបភ្លាមក៏ដូចជាយើងមានធម្មពលក៏ដូចជាប្រព័ន្ធអ៊ីនធឺណិតប្រើប្រាស់ដោយខ្លួនឯងទាំងអស់នេះវាគឺជាចំណុចខ្លាំងរបស់កម្ពុជាដែលអាចទប់ទល់ទៅលើគំនាបនៅក្នុងការគម្រាមកំហែងពីសំណាក់ប្រទេសជិតខាងជាពិសេសគឺពីប្រទេសថៃតែម្ដងជាក់ស្ដែងថ្មីនេះតែម្ដងក៏បងប្អូនទាំងអស់គ្នាបានដឹងហើយថាប្រមុខបកប្រឆាំងនៅក្នុងប្រទេសថៃក៏បានស្នើឲ្យរាជរដ្ឋាភិបាលកម្ពុជាបានបិទក៏ដូចជាផ្ដាច់នៅប្រព័ន្ធនៅក្នុងការដឹកជញ្ជូនការផ្គត់ផ្គង់នៅឧស្ម័នក៏ដូចជាអ៊ីនធឺណិតមកលើកម្ពុជាជាដើមទាំងអស់នេះវាគឺជាការគម្រាមកំហែងដ៏ខ្លាំងក្លាតែម្ដងដែលគេគិតថាគេកាត់ផ្ដាច់នៅប្រព័ន្ធអ៊ីនធឺណិតមកលើកម្ពុជាត្រឹមតែមួយខែនោះកម្ពុជានឹងដាំក្បាលចុះនៅក្នុងផ្នែកវិស័យសេដ្ឋកិច្ចតែម្ដងក៏ប៉ុន្តែការយល់ឃើញក៏ដូចជាការស្នើសុំរបស់ប្រមុខបកប្រឆាំងថៃក៏ដូចជាក្រមជននិយមរបស់ប្រទេសថៃទៅកាន់សំណាក់រាជរដ្ឋាភិបាលលោកស្រីផែថងថាំងស៊ីនវត្រាវាមិនទាន់ឃើញមានការឆ្លើយតបអ្វីពីសំណាក់រាជរដ្ឋាភិបាលរបស់ពួកគេនោះទេក៏ប៉ុន្តែប្រសិនណាបើពួកគេហ៊ានតែធ្វើនោះក៏វាពិតជាជះផលមិនល្អផងដែរសម្រាប់ក្រុមអ្នកវិនិយោគិនរបស់ប្រទេសថៃតែម្ដងទោះបីជាយ៉ាងណាក៏ដោយយើងបានដឹងហើយថានៅយុគថ្ងៃទី22នេះតែម្ដងគឺសម្ដេចនាយករដ្ឋមន្ត្រីហ៊ុនម៉ាណែតគឺបានចេញសេចក្តីថ្លែងការណ៍ឲ្យមានការផ្អាកនៅក្នុងការនាំចូលនៅប្រភពឥន្ធនៈក៏ដូចជាអូស្មန်ឥន្ធនៈគ្រប់ប្រភេទពីប្រទេសថៃតែម្ដងដោយកម្ពុជាមានសមត្ថភាពនៅក្នុងការស្វែងរកនៅទីផ្សារដើម្បីនាំចូលមិនថាវៀតណាមសិង្ហបុរីក៏ដូចជាឥណ្ឌូនេស៊ីជាដើមទាំងអស់នេះគឺសឹងតែជាប្រទេសគោលដៅកម្ពុជាបន្តអំពីការឈប់យកនៅអ៊ីនធឺណិតមកពីសំណាក់ប្រទេសថៃអញ្ចឹងកាលណាកម្ពុជាលែងប្រើប្រាស់អ៊ីនធឺណិតមកពីប្រទេសថៃនោះចំណូលរាប់សិបលានដុល្លារដែលថៃតែងតែទទួលបានពីកម្ពុជាថៃនឹងបាត់បង់មួយរំពេចតែម្ដងទាំងអស់នេះក៏វាជាអតិពលមិនល្អផងដែរដល់វិស័យសេដ្ឋកិច្ចនៅក្នុងប្រទេសថៃអញ្ចឹងយើងងាកមកលើកម្ពុជាយើងវិញតែម្ដងតើនៅក្នុងស្ថានភាពនេះយើងពិតជាមានភាពរឹងមាំល្អប្រសើរហើយឬនៅបើតាមការលើកឡើងអំពីប្រសិទ្ធភាពនៅក្នុងប្រទេសកម្ពុជាក៏ដូចជានាយករដ្ឋមន្ត្រីរបស់ប្រទេសកម្ពុជាបើទោះបីជាកម្ពុជាយើងមិនទាន់មានភាពខ្លាំងក្លានៅក្នុងផ្នែកវិស័យសេដ្ឋកិច្ចយ៉ាងណាក៏ដោយក៏ប៉ុន្តែកម្ពុជាតែងតែមានសមត្ថភាពនៅក្នុងការធ្វើឲ្យប្រជាពលរដ្ឋរបស់ខ្លួនរស់នៅប្រកបទៅដោយសុខសន្តិភាពក៏ដូចជាមិនមានភាពចលាចលដូចជាប្រទេសជិតខាងយើងជាពិសេសប្រទេសថៃតែម្ដងអ្វីដែលខ្ញុំចង់លើកឡើងមកនេះតែម្ដងគឺយើងព្យាយាមធ្វើយ៉ាងណាតែម្ដងយើងត្រូវតែជួយរាជរដ្ឋាភិបាលរបស់ប្រទេសយើងតាមរយៈការជួយប្រើប្រាស់នៅផលិតផលនៅក្នុងស្រុកទាក់ទងជាមួយនឹងការផ្ដល់តម្លៃទៅដល់កសិផលនៅក្នុងស្រុកក៏ដូចជាទំនិញជាច្រើនដែលជាទំនិញនៅក្នុងស្រុកផងដែរបើយើងលើកទាក់ទងជាមួយនឹងភេសជ្ជៈតែម្ដងភេសជ្ជៈនៅក្នុងកម្ពុជាយើងក៏មានភេសជ្ជៈច្រើនប្រភេទដែលមានកម្រិតស្តង់ដារមិនចាញ់ពីប្រទេសជិតខាងរបស់ពួកយើងដែរប្រសិនណាបើយើងកាត់បន្ថយនៅក្នុងការប្រើប្រាស់ក៏ដូចជាការនាំចូលនៅរបស់ហូបចុកក៏ដូចជាប្រភេទភេសជ្ជៈទាំងអស់នេះក៏វាជាការកាត់បន្ថយនៅក្នុងការចំណាយនាំចូលពីបរទេសហើយយើងនឹងបង្កើននៅចំណូលយ៉ាងច្រើនជាមួយនឹងប្រទេសក៏ដូចជាក្រុមហ៊ុនជាច្រើននៅក្នុងស្រុកយើងដែលមានម្ចាស់ភាគហ៊ុនជាជនជាតិខ្មែរយើងតែម្ដងទាំងអស់នេះវាក៏ជាកត្តាមួយដែលធ្វើឲ្យយើងនាំគ្នារៀនរស់ធ្វើឲ្យយើងនាំគ្នារៀនពឹងលើខ្លួនឯងតែម្ដងជាក់ស្ដែងតកតងជាមួយនឹងក្រសួងព័ត៌មានក្រសួងកសិកម្មក៏ដូចជាក្រសួងពាណិជ្ជកម្មជាដើមត្រូវតែនាំគ្នាពួតដៃឲ្យខ្លាំងដើម្បីធ្វើយ៉ាងណាឲ្យរាជរដ្ឋាភិបាលមានកម្លាំងខ្លាំងក្លាតែម្ដងតកតងជាមួយនឹងក្រសួងកសិកម្មបើទោះបីជាក្នុងពេលវេលានេះក្រសួងកសិកម្មពិតជាមានភាពមមាញឹកយ៉ាងខ្លាំងនៅក្នុងការជួយទៅដល់ប្រជាកសិករយើងខ្លាំង
មែនទែនបើយើងធៀបជាមួយនឹងកាលពីសម័យមុនក៏ប៉ុន្តែក្រសួងកសិកម្មត្រូវតែបន្ថែមនៅសកម្មភាពការងាររបស់ខ្លួនបន្ថែមទៀតដើម្បីធ្វើយ៉ាងណាជួយសម្រាលដល់រាជរដ្ឋាភិបាលជួយសម្រាលដល់រាជរដ្ឋាភិបាលនៅក្នុងការផ្ដល់នៅការថែទាំក៏ដូចជាការបង្កើតនៅគោលការណ៍ល្អៗទាក់ទងជាមួយនឹងវិស័យកសិកម្មជូនទៅដល់ប្រជាពលរដ្ឋយើងនៅក្នុងស្រុកជាក់ស្ដែងប្រជាកសិកររបស់យើងដែលគាត់ធ្វើចំណាក់ស្រុកទៅធ្វើពលកម្មនៅក្នុងប្រទេសគេជាច្រើនភាគច្រើនជាកសិករទៅធ្វើការដាំបន្លែក៏ដូចជាបេះផ្លែឈើឲ្យគេទាក់ទងជាមួយនឹងការទៅធ្វើវិស័យសំណង់អីជាដើមនៅពេលណាដែលពួកគាត់មានចំណេះជំនាញច្បាស់លាស់គាត់ត្រឡប់មកស្រុកវិញហើយខាងក្រសួងកសិកម្មមាននៅគោលការណ៍ល្អៗដើម្បីចុះទៅបណ្ដុះបណ្ដាលក៏ដូចជាផ្ដល់នៅអនុសាសន៍ល្អៗដល់ប្រជាពលរដ្ឋនោះវាក៏ជាចំណុចមួយនៅក្នុងការធ្វើឲ្យវិស័យកសិកម្មរបស់យើងមានភាពល្អប្រសើរតាមរយៈការបង្កើនល្បឿនក៏ដូចជាបង្កើននៃសកម្មភាពការងាររបស់ខ្លួនដើម្បីចាក់ឲ្យទៅដល់ប្រជាកសិកររបស់យើងទាំងស្រុងតែម្ដងតើតើជាមួយនឹងក្រសួងព័ត៌មានត្រូវតែបង្កើននៃការងាររបស់ខ្លួនឲ្យខ្លាំងតែម្ដងបើទោះបីជានៅពេលនេះក្រសួងព័ត៌មានរបស់យើងគឺពិតជាមានភាពវិវត្តល្អខ្លាំងមែនទែនយ៉ាងណាក៏ដោយក៏ប៉ុន្តែក្រសួងក៏ត្រូវតែធ្វើការងារឲ្យសកម្មបន្ថែមទៀតដើម្បីជួយផ្សព្វផ្សាយយ៉ាងខ្លាំងអំពីផលិតផលរបស់ប្រជាពលរដ្ឋរបស់យើងនៅក្នុងស្រុកជាក់ស្ដែងទាក់ទងជាមួយនឹងវិស័យកសិកម្មជាដើមកាលណាការបង្កើននៅព័ត៌មានក៏ដូចជាការផ្ដល់នៅដំណឹងល្អៗទាក់ទងជាមួយនឹងវិស័យកសិកម្មរបស់យើងនោះក៏វាជាចំណុចមួយនៅក្នុងការជួយរាជរដ្ឋាភិបាលដើម្បីធ្វើឲ្យប្រជាកសិកររបស់យើងទទួលបាននៅអត្ថប្រយោជន៍ក៏ដូចជាលក់នៅសម្ភារៈរបស់គាត់បានច្រើនផងដែរទៅជាមួយនឹងក្រសួងពាណិជ្ជកម្មត្រូវតែព្យាយាមស្វែងរកនៅទីផ្សារឲ្យបានច្រើនតាមដែលអាចធ្វើទៅបានដើម្បីជួយសម្រួលដល់រាជរដ្ឋាភិបាលផងដែរបើទោះបីជាពេលនេះក្រសួងពាណិជ្ជកម្មកំពុងតែមានភាពមមាញឹកនៅក្នុងការចរចាទៅលើពន្ធបរិការជាមួយនឹងសហរដ្ឋអាមេរិកយ៉ាងណាក៏ដោយក៏ប៉ុន្តែត្រូវតែមានសកម្មភាពឆ្លើយតបយ៉ាងខ្លាំងដើម្បីជួយសម្រួលដល់ប្រជាកសិករក៏ដូចជាក្រុមអ្នកវិនិយោគិននៅក្នុងស្រុកយើងដើម្បីឲ្យពួកគាត់មានធម៌ពលនិងមានកម្លាំងចិត្តដើម្បីធ្វើយ៉ាងណាធ្វើការតស៊ូដើម្បីផ្គត់ផ្គង់នៅសម្ភារៈក៏ដូចជារបស់របរប្រើប្រាស់នៅក្នុងស្រុកគឺដល់ល្អនៅក្នុងការកាត់បន្ថយអំពីការនាំចូលនៅទំនិញក៏ដូចជាសម្ភារៈហូបចុកមកពីសំណាក់ប្រទេសថៃតែម្ដងអញ្ចឹងខ្ញុំសង្ឃឹមថានៅក្នុងស្ថានភាពពេលនេះតែម្ដងកម្ពុជាត្រូវតែរឹងមាំត្រូវតែនាំគ្នាធ្វើការដោយឯកភាពគ្នាដោយមិនមានការបែងចែកត្រូវតែធ្វើយ៉ាងណាឲ្យប្រទេសជាតិយើងមានភាពរឹងមាំនោះទើបប្រទេសជិតខាងជាពិសេសប្រទេសថៃមិនមានអ្វីមកគំរាមដល់ប្រទេសយើងបន្ថែមទៀតតែម្ដងនេះគឺជាអ្វីដែលខ្ញុំលើកឡើងហើយនេះក៏ជាគំនិតរបស់ខ្ញុំដែរបើសិនណាបើមានចំណុចណាខ្វះខាតឬក៏ប៉ះពាល់ទៅដល់រាជរដ្ឋាភិបាលក៏ជាក្រសួងនីមួយៗក៏សូមមេត្តាខន្តីអភ័យទោសដល់ខ្ញុំពីព្រោះថាខ្ញុំលើកឡើងមកនេះក៏ក្នុងគោលបំណងដើម្បីធ្វើយ៉ាងណាឲ្យប្រទេសជាតិយើងមានការរីកចម្រើនតាមរយៈការធ្វើដៃគ្នាខំប្រឹងធ្វើការពង្រីកនៅមុខរបរក៏ដូចជាការគាំពៀនិងថែរក្សាជាពិសេសការប្រើប្រាស់នៅផលិតផលនៅក្នុងស្រុករបស់ខ្លួនជាងការនាំចូលផលិតផលនៅក្រៅប្រទេសយកមកប្រើប្រាស់នៅក្នុងប្រទេសយើងតែម្ដងបាទសូមអរគុណសូមជម្រាបលា